សកម្មភាពពុទ្ធបរិស័ទយើងនៅឯប្រទេសកម្ពុជាបានរៀបចំធ្វើចង្ហាន់ប្រគេនព្រះសង្ឃគង់នៅវត្តរុននៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2026ពីការឧបត្ថម្ភរបស់ឧបាសកជាកឹមអាននិងឧបាសិកាអៀងឆេងព្រមទាំងកូនចៅជាសុខឃីមព្រមទាំងកូនចៅនៅឯទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឧបាសកជាកឹមអាននិងឧបាសិកាអៀងឆេងព្រមទាំងកូនចៅជាសុខីមព្រមទាំងកូនចៅជាពិសេសសូមថ្លែងអំណរគុណដល់ពុទ្ធបរិស័ទនៅឯស្រុកខ្មែរដែលបានជួយរៀបចំធ្វើចង្ហាន់ឆ្លើយតបទៅនឹងសទ្ធារបស់ឧបាសកជាកឹមអាននិងឧបាសិកាអៀងឆេងព្រមទាំងកូនចៅជាសុខីមព្រមទាំងកូនចៅជាបន្តទៅនេះសូមបងប្អូនពុទ្ធបរិស័ទជាពិសេសម្ចាស់ទានទេសនាសកម្មភាពធ្វើចង្ហាន់ព្រះសង្ឃនៅក្នុងវត្តរុនដូចតទៅ